សេចក្តីប្រកាសរបស់ក្រសួងការពារជាតិលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សូចិតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅថ្ងៃនេះថា នៅវេលាម៉ោងប្រមាណ 14:15 នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្មក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនេះ ទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B40 និងកាំភ្លើងត្បាល់ 60 ភ្លាមៗនោះកងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឲ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ព្រោះភាគីកម្ពុជាមិនបានបាញ់តបតទេ ក្រោយមកកងកម្លាំងយោធាថៃបញ្ឈប់ការបាញ់ប្រហារនៅវេលាម៉ោង 14:32 នាទីរសៀល នៅក្នុងឧបទ្ទវហេតុនេះកងកម្លាំងកម្ពុជាមិនបានធ្វើការតបតទេនិងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះដែរកម្ពុជាបានជូនដំណឹងទៅក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT អំពីឧបទ្ទវហេតុនេះព្រមទាំងគ្រោងនឹងស្នើឲ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីធានាឲ្យបាននូវតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវក្នុងឱកាសនេះកម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងការអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់ខ្ជួននូវការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញា អនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិ